កាន់តែក្តៅកគុកហើយសូម្បីតែតារាកំ pl ែងស្រីអ៊ីតក៏ចេញមុខដាក់ចំទៅលោកងួនសុបិនជុំវិញការនិយាយមិនគិនរឿងប្តីរកក្រៅមកពីប្រពន្ធផ្ដាល់ឲ្យមិនគ្រប់ថ្មីនេះមហាជនលើបណ្ដាញសង្គមកំពុងផ្ទុះការចែករំលែកជុំវិញប្រធានបទដ៏ក្តៅកគុកថ្មីមួយដែលមានការវែកញែងមិនពេញចិត្តខ្លាំងលើការនិយាយក្នុងវីដេអូសម្ភាសន៍ខ្លីរបស់អ្នកនិពន្ធនិងជាអ្នកដឹកនាំសម្ដែងល្បីឈ្មោះងួនសុបិនក្នុងវីដេអូខ្លីនោះផ្ទុះការរិះគន់មិនពេញចិត្តខ្លាំងដោយសារលោកងួនសុបិនបានលើកនិយាយជុំវិញរឿងភរិយាផ្ដល់ភាពមិនគ្រប់គ្រាន់ដល់ស្វាមីទើបស្វាមីចេញទៅរកក្រៅដែលលោករៀបរាប់ក្នុងវីដេអូថាបើសិនជាប្រពន្ធធ្វើឲ្យប្តីគ្រប់គ្រាន់ប្តីនឹងមិនអាចទៅមានអ្នកផ្សេងបានទេមនុស្សប្រុសបើទោះជាប្រពន្ធស្អាតយ៉ាងណាក៏នៅតែមាននាយអាយដែរប៉ុន្តែបើសិនជាក្តីសុងនៅក្នុងគ្រួសារអត់បំពេញឲ្យគាត់បានគាត់គួរតែមានអ្នកផ្សេងឬអត់ជុំវិញពាក្យសម្ដីប៉ុន្មានឃ្លារបស់លោកសុបិនបានលើកឡើងនេះត្រូវបានមហាជនលើបណ្ដាញសង្គមបង្ហាញប្រតិកម្មខ្លាំងព្រោះការនិយាយរបស់លោកហាក់ដាក់បន្ទុកទៅលើមនុស្សស្រីតែម្ខាងដែលមានការចោទសួរពីមហាជនមួយចំនួនថាហេតុអ្វីចាំបាច់តែភរិយាដែលត្រូវបំពេញភាពគ្រប់គ្រាន់សម្រាប់ស្វាមីហើយការរកក្រៅជាកំហុសរបស់មនុស្សប្រុសបែរជាបង្វែរមកជាកំហុសរបស់ភរិយាទៅវិញក្រោយស្ដាប់ការនិយាយរបស់លោកងួនសុបិនមហាជនលើបណ្ដាញសង្គមភាគច្រើនហាក់មានការខកចិត្តដោយគិតថាលោកជាបុគ្គលល្បីមានទាំងសមត្ថភាពចំណេះដឹងនិងជាអ្នកនិពន្ធនិងអ្នកដឹកនាំសម្ដែងដ៏មានទេពកោសល្យម្នាក់ក្នុងវិស័យសិល្បៈបែរជាបង្ហាញនៅពាក្យសម្ដីទាំងនោះទៅកាន់មនុស្សស្រីទៅវិញដោយឡែកក្រៅពីមហាជនអ្នកគាំទ្រលើបណ្ដាញសង្គមក៏ឃើញមានអ្នកក្នុងវិស័យសិល្បៈជាច្រើនបានចែករំលែកនិងបញ្ចេញមតិវែកញែកបង្ហោះលើ Facebook រៀងៗខ្លួនក្នុងនោះងាកទៅមើល Facebook របស់តារាកំ pl ែងស្រីអ៊ីនដែលជាមិត្តរួមអាជីពរបស់លោកងួនសុបិនក៏បានចែករំលែកពីវីដេអូតារាប្រុសរូបនេះបានលើកឡើងដែរដោយភ្ជាប់ជាមួយមតិតបទៅកាន់លោកវិញថាមិនមែនមកពីប្តីមិនគ្រប់គ្រាន់ទេមកពីអារម្មណ៍និងចរិតរបស់មនុស្សប្រុសមួយចំនួនតូចដែលចង់សាកចង់មានថ្មីតែម្ដងការចែករំលែកនោះអ្នកនាងស្រីអ៊ីតបានសរសេរថាមិនមែនមកពីមិនគ្រប់ទេបងគឺជាអារម្មណ៍ចរិតរបស់មនុស្សប្រុសមួយចំនួនតូចដែលចង់សាកចង់ថ្មីមិនចង់ដដែលពាក្យថាប្រពន្ធគឺមានក្តីសុខសុភមង្គលក្នុងគ្រួសារខ្ញុំនិយាយមិនខុសទេមកពីប្តីចង់មានថ្មីហ្មងយ៉ាងណាមិញពាក់ព័ន្ធនឹងពាក្យសម្ដីប៉ុន្មានម៉ាត់ខាងលើរបស់តារាសម្ដែងនិងអ្នកនិពន្ធខាងលើនេះបានធ្វើឲ្យមហាជនជាច្រើនបាននាំគ្នាបញ្ចេញជាមតិយោបល់ដោយអ្នកខ្លះបានលើកឡើងថាប្រសិនបើជាប្រពន្ធរបស់លោកឯងឲ្យមិនក្រុមតើគាត់មានសិនទៅរកប្រុសផ្សេងបានដែរឬទេកុំដោយសារតែចរិតរបស់ខ្លួនឯងល្មោបស្រីចង់ភ្លុះអ្វីដែលថ្មីបង្វែរកំហុសមកលើមនុស្សស្រីបែបនេះអាកន្ទឿ